ចាបងប្អូនទាំងគ្នានេះគឺជាគ្រឹះនៃការចាក់ដំបូងជាមួយនឹងអក្សរកាត់រូបមន្តផ្សេងៗដំបូងនេះគេហៅថា single crochet អក្សរកាត់ជាមួយនឹង SC ទី2នេះគឺ increase គឺអក្សរកាត់ INC ហើយអាចមើលនៃការចាក់មួយរបស់ខ្ញុំទាំងអស់គ្នាចាបន្តមកទៀតគឺ decrease អក្សរកាត់គឺ DEC ចាសម្រាប់រូបមន្តនេះអក្សរកាត់គឺងាយស្រួលក្នុងការមើលទៅលើការយើងចាក់ទៅលើរូបភាពផ្សេងបន្តមកនេះគឺហៅចាក់បិទមុខចាចាក់បិទមុខហ្នឹងអក្សរកាត់គឺដាក់ ST ហើយ CH នេះវិញគឺចាក់ច្រវាក់ឬក៏ហៅចាក់កតុយកតនេះ Green និង MO នេះគឺយើងចាក់រង្វង់បែបនេះហើយខ្សែសម្រាប់បទូបថយរង្វង់តូចធំទៅតាមហ្នឹងចឹងសម្រាប់បងប្អូនអរគ្នាដែលចង់រៀនចាក់ដំបូងគួរតែរៀនពីចំណុចគ្រឹះនេះដំបូងទើបអាចងាយស្រួលក្នុងការមើលទៅលើរូបមន្តនៃការចាក់តុក្កតាចាក់ផ្លែឈើចាក់អីផ្សេងៗដើម្បីងាយស្រួលក្នុងការមើល